មានសួរបងប្អូនទាំងអស់គ្នាឥឡូវយើងធ្វើដំណើរទៅលេងសហគមន៍តាពាំងសង្កែស្រុកទឹកឈូខេត្តកំពតឥឡូវយើងធ្វើដំណើរចេញពីទីក្រុងទៅយើងធ្វើដំណើរទៅហួសតំបន់មួយហើយយើងដាក់Google Map មកឆ្ពោះទៅរកផ្លូវសហគមន៍តាពាំងសង្កែស្រុកទឹកឈូខេត្តកំពតទាំងអស់គ្នាឥឡូវធ្វើដំណើរចេញទៅដល់ពាក់កណ្ដាលផ្លូវហើយយើងបន្តិចទៀតយើងទៅដល់ផ្លាកដែលគេដាក់នៅខាងស្ដាំដៃគេមានឈ្មោះថាសហគមន៍តាពាំងសង្កែស្រុកទឹកឈូខេត្តកំពតហើយយើងធ្វើដំណើរតាមផ្លូវជាតិផ្លូវទៅកែបចុះឆ្ពោះទៅតិចយើងទៅដល់ទីកន្លែងនោះខ្ញុំថតទស្សនភាពនៅទីនោះបងប្អូនមើលអូខេអ្នកនរគ្នា let's go Two things can be true. Wanna throw away your vanity. Wanna wear it to sleep tonight. Wanna wipe our slate clean. Wanna pick this thing up right where we left off. Wanna block your number, take one last time, make it another. Wish I was one or the other. I kinda wanna hate you, but I hold you close and let you go find someone new and I wish it wasn't but ហ្នឹងហើយឥឡូវយើងបានជិតដល់ទីកន្លែងហ្នឹងហើយនោះផ្លាកគេដាក់ខាងស្ដាំដៃនៅមុខហ្នឹងលើខ្ពស់ជាងគេហ្នឹងផ្លាកប៉ាណូធំជាងគេគឺគេដាក់រូបនៅដល់ស្រាប់ហើយកន្លែងនេះគឺអ៊ូអមទេភ្ញៀវទេសចរជាតិភ្ញៀវអន្តរជាតិគាត់មកលេងច្រើនមែនទែនព្រោះតំបន់នេះគឺត្រជាក់ហើយណាមួយទៀតមានផ្លូវល្អសម្រាប់យើងចូលទៅពីខាងក្នុងទៅអត់មានបញ្ហាដល់លំបាកក្នុងការធ្វើដំណើរទេតែយើងធ្វើដំណើរធ្វើទៅកាត់ផ្ទះនៅភូមិហើយយើងបើកសន្សំមកក៏បើកលឿនពេកព្រោះផ្លូវនឹងខ្លាចក្មេងរត់កាត់អញ្ចឹងណាបងប្អូនអញ្ចឹងយើងធ្វើដំណើរចេញមកដល់ហើយនៅកន្លែងនេះគឺអាកាសធាតុត្រជាក់ហើយនឹងអមជាមួយនឹងធម្មជាតិពោពេញដោយខៀវស្ងាត់ពណ៌បៃតងលស្រស់ត្រកាលតែម្ដងហើយយើងមើលទស្សនវិជ្ជានៅទីនោះឃើញលំនោះគឺជាដើមកងកាងដែលដុះយ៉ាងខ្ពស់សន្ធឹកសន្ធាប់តែម្ដងនៅខាងស្ដាំដៃនេះខ្ញុំនេះគឺជាកន្លែងដែលគេចិញ្ចឹមត្រីឬក៏ចិញ្ចឹមរបរផ្សេងនៅខាងមុខចឹងនៅអមសងផ្លូវគឺមានការដាំផ្កាដ៏សែនស្អាតដែលនឹងឆ្ពោះចូលមកដល់ទីខាងមុខឥឡូវខ្ញុំជីវាលខាងមុខនេះគឺជាកន្លែងដាក់ម៉ូតូដាក់ឡានហើយនឹងមានបន្ទប់ទឹកមានកន្លែងសម្រាកមានបន្ទប់ជួលមានទីសពទាំងអស់ហើយមានរបស់របរដែលគេលក់នៅទីនេះផងដែរអញ្ចឹងបើសិនបងប្អូនមើលលេងនៅទីនេះបងប្អូនត្រៀមឧបករណ៍ដូចជាការរោត្រីនិងរោក្តាមរោភារោមឹករោផ្សេងអូខេឥឡូវខ្ញុំថតទស្សនវិជ្ជានៅខាងនេះបងប្អូនមើលហើយចំពោះត្រាំខាងគឺមានការចិញ្ចឹមត្រីឆ្ពង់ដើម្បីហូបពេលដែលយើងកំងទៅគឺគាត់ធ្វើឲ្យថ្មីឥឡូវខ្ញុំថតទស្សនវិជ្ជានៅហើយកំពុងដែលចម្លត់ទូកដើម្បីឆ្ពោះទៅតំបន់សមុទ្រអញ្ចឹងយើងក៏លេចមើលទៅខាងនេះទៅគឺទូកឥឡូវគឺគាត់ដាក់ចោលមែនទេសម្រាប់ដឹកភ្ញៀវខ្លាចខ្វះភ្ញៀវអញ្ចឹងគាត់ចាំយឺតយ៉ាវអញ្ចឹងណាអញ្ចឹងខាតពេលវេលាយើងត្រូវការទូកប្រឆាដើម្បីដឹកទៅលេងនៅសមុទ្រព្រោះតំបន់នៅសមុទ្រឥឡូវគឺខៀវស្ងាត់ស្រស់ស្អាតមែនទេដើមកងកាងដោះធំស្ពានវិញគឺគេចាត់ធ្វើថ្មីជាច្រើនដើម្បីឲ្យឆ្ពោះជុំវិញដើម្បីថតទស្សនវិជ្ជានៅដែនកងកាងហើយដល់ពេលយើងចង់រងងាវរោបគារោក្តាមអីយើងត្រៀមលោមឬត្រៀមមងអីមកយកដាក់ទៅបងប្អូនមកលេងនៅទីនេះបងប្អូនត្រៀមឧបករណ៍មកមានពិលមានស្នមានអ្វីគ្រប់យ៉ាងមកយើងត្រៀមដើម្បីទៅរោបគារោក្តាមរងងាវនៅតំបន់នេះផងដែរឥឡូវខ្ញុំថតទស្សនវិជ្ជានេះហើយចំពោះទូករបស់គាត់គឺជីបានគ្នាច្រើនមែនទែនហើយឆ្ពោះទៅតំបន់សមុទ្រគឺគាត់មានកៅអីអង្គុយហើយយើងធ្វើដំណើរទៅមើលតំបន់នៅឯសមុទ្រដូចជាការដាំកងកាងនិងនេះរូបភាពដែលខ្ញុំថតឲ្យមើលគឺស្ពានគេនៅជុំវិញកងកាងតែម្ដងហើយជាមួយទស្សនវិជ្ជានៅសមុទ្រគឺស្អាតខ្លាំងមែនទែនខៀវខ្ចីបងប្អូនមកលេងខែនេះមកធម្មជាតិខៀវស្គីខៀវស្រងាត់គឺស្អាតអស់ទោះតែម្ដងអញ្ចឹងសង្ឃឹមដល់បងប្អូនមកលេងនៅតំបន់នេះហើយយើងនឹងស្នាក់នៅនេះចំនួន1យប់ទៅ2យប់ហើយនឹងយើងមកអាំងឲ្យហូបមិនស្រូបខ្យល់អាកាសធាតុនៅពេលយប់និងពេលព្រឹកផងដែរអញ្ចឹងឥឡូវបងប្អូនមើលទៅទូករបស់គាត់គឺច្រើនមែនទែនហើយគេគាត់ទិញបន្ថែមដើម្បីដឹកភ្ញៀវទេសចរជាតិភ្ញៀវអន្តរជាតិទៅលេង
បងប្អូនចង់មកលេងនៅទីនេះបងប្អូនចង់គេងរយៈពេល1យប់2យប់ហើយនៅយើងចង់ទៅលេងនៅសមុទ្របងប្អូនកក់មុនបានពួកអីសួរអញ្ចឹងតែគេមានបន្ទប់គាត់ពេញមិនព្រោះសៅរ៍អាទិត្យភាគច្រើនក៏មកលេងច្រើនមែនទែនហើយទីកន្លែងនេះគឺសម្បូរទៅដោយធម្មជាតិស្រស់នៅត្រែខាងនោះគឺគាត់មានការចិញ្ចឹមត្រីសិនបងប្អូនចង់កំងត្រីអាចទិញគាត់ធ្វើញ៉ាំបានជាចំណែកបងម្នាក់នេះគឺគាត់ជាអ្នកកត់សវត្ថទុកចឹងបងប្អូនចង់ជីទូបងប្អូនអាចមកតំណងជាមួយគាត់ដើម្បីគាត់កត់សវត្ថហើយយើងនឹងធ្វើដំណើរទៅលេងនៅសមុទ្រទាំងអស់គ្នាអូខេវីដេអូមួយឃ្លីបនេះខ្ញុំសូមជូនពរអ្នកទាំងអស់គ្នាមកលេងនៅតំបន់នេះហើយនឹងស្រូបក្លិនធម្មជាតិផងដែរសូមអរគុណច្រើនក្នុងការទស្សនាវីដេអូមួយឃ្លីបនេះ